សូមក្រាបថ្វាយបង្គំនិងសូមចម្រើនពរប្រវត្តិព្រះប៉ុណ្ណកថេរៈព្រះប៉ុណ្ណកថេរៈនេះជាបុត្រព្រាហ្មណ៍ម្នាក់នៅក្នុងនគរសាវត្ថីកាលមានវ័យចម្រើនហើយក៏បានទៅនៅសិក្សាលទ្ធិក្នុងសំណាក់ព្រាហ្មណ៍ពាវរីការទេសមេតីយមានុបានក្រាបទូលសួរប្រស្នាបានស្ដាប់ព្រះធម្មទេសនាសម្រាប់អរហត្តហើយទើបប៉ុណ្ណកមានុក្រាបទូលសួរប្រស្នាគម្រប់វ័យសេចក្តីថាពពួកមនុស្សក្នុងលោកនេះអាស្រ័យអ្វីទើបនាំគ្នាបូជាយញ្ញបន់ស្រន់ទេវតាពពួកមនុស្សទាំងនោះប្រសិនបើមិនមានប្រមាទក្នុងយញ្ញរបស់ខ្លួនតើអាចនឹងឆ្លងជាតិនិងជរាទៅបានឬទេពពួកមនុស្សទាំងនោះប៉ុនប៉ងចង់បានលៀបដែលខ្លួនប្រាថ្នាទៅពោលសរសើរការបូជាយញ្ញពោលដំណើរហើងតែរបស់ខ្លួនប្រាថ្នាដូច្នេះក៏ព្រោះអាស្រ័យលៀបតថាគតពោលថាអ្នកបូជាយញ្ញទាំងនោះនៅមានសេចក្តីត្រេកត្រអាលក្នុងភពនិងឆ្លងឲ្យផុតចាកជាតិជរាទៅមិនបានឡើយចោះបើអ្នកបូជាយញ្ញទាំងនោះនឹងឆ្លងឲ្យផុតចាកជាតិជរាព្រោះយញ្ញរបស់ខ្លួនមិនបានទេដូច្នេះតើអ្នកណាក្នុងទេវលោកឬមនុស្សលោកអាចឆ្លងផុតឲ្យចាកជាតិជរានោះទៅបានបំណរហងឬសេចក្តីប្រាថ្នាដ៏ជាហេតុអន្ទះអន្ទែងក្រហល់ក្រហាយក្នុងលោកណាមួយរបស់បុគ្គលណាមិនខានព្រោះបានពិចារណាឃើញច្បាស់នៅធម៌តឹងនិងធូរក្នុងលោកតថាគតពោលថាអ្នកនោះឯងជាអ្នកស្ងប់រងាប់ហើយមិនមែនទុច្ចរិតសេចក្តីប្រព្រឹត្តអាក្រក់ដែលធ្វើឲ្យសៅហ្មងដោយផ្សែងភ្លើងចាប់ខ្មៅមិនមែនកិលេសប៉ះពាល់ដល់ចិត្តឥតប្រាថ្នាក្រវល់ក្រវាយទើបអាចឆ្លងផុតចាកជាតិជរាទៅបានការបណ្ណកមានុបញ្ជូនចិត្តទៅតាមក្រសែព្រះធម្មទេសនាក៏បានសម្រេចព្រះអរហន្តព្រមទាំងចតុបដិសម្ភិទាញាណហើយបានក្រាបទូលសូមបព្វជិឧបសម្បទាជាមួយនឹងពួកមានុជាសមាណាចារក្នុងវេលាចប់សោលសបញ្ញាព្យាករព្រះបរមសាស្តាក៏ទ្រង់អនុញ្ញាតឲ្យបានជាភិក្ខុដោយអេហេភិក្ខុឧបសម្បទាព្រះបណ្ណកថេរៈមានជន